បងផ្ទះខ្ញុំហ្មងផ្ទះខ្ញុំផ្ទះដែលអត់ការងារធ្វើបងបាទអាយ៉ាអាយ៉ាអុកញ៉ាក៏ជំទាវគាត់ធ្វើការមួយថ្ងៃប្រហែលម៉ោងសប្តាហ៍នេះគឺមានបងប្អូនជាច្រើនជាពិសេសយុវវ័យលាឈប់ពីការងារតែម្ដងអ្នកខ្លះក៏គាត់បងប្អូនពលករអាចមកចូលរួមកម្មវិធីថ្ងៃ1ថ្ងៃ2ខែវិច្ឆិកានេះបាននៅកោះពេជ្រជាគេហៅក្រុមហ៊ុនឬក៏រោងចក្រដែលគាត់ចូលរួមហើយកំពុងតែត្រូវការរើសកម្មការនេះទៅចុះពេលដែលយើងទៅហ្នឹងបងតើយើងត្រូវស្លៀកពាក់អាវក្រហ្សេទៅសម្ភាសដែរឬក៏របៀបថាមកសំរុំស្អាតបានហើយបងថ្ងៃហ្នឹងគឺសម្ភាសភ្លាមចាដឹងលទ្ធផលភ្លាមចាអញ្ចឹងអូណែដឹងពាក់ខែខ្លួនឯងហ្មងនៅពេលហ្នឹងតែម្ដងទៅតោះ1 2 3វីដេអូនេះគឺសម្រាប់បងប្អូនទាំងអស់គ្នាដែលមិនមានការងារធ្វើឬក៏កំពុងតែស្វែងរកការងារជាពិសេសគឺបងប្អូនដែលជាពលករចំណាក់ស្រុកអាចទស្សនាវីដេអូនេះបានបងប្អូនទាំងអស់គ្នានឹងទទួលបានព័ត៌មានផ្សេងៗទាក់ទងជាមួយនឹងពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ2025បើនិយាយសាមញ្ញឲ្យស្រួលស្ដាប់ហ្មងគឺសម្រាប់បងប្អូនដែលកំពុងតែពិបាករកការងារធ្វើនៅទីនោះគឺមានក្រុមហ៊ុនជាច្រើនកំពុងតែផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនក៏ដូចជាជ្រើសរើសបុគ្គលិកប្រចាំក្រុមហ៊ុនរបស់ពួកគាត់ផងដែរចឹងជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាផងខ្ញុំបាទ K គឺជាពិធីករក៏ដូចជាអ្នកសម្របសម្រួលនៅក្នុងវីដេអូនេះថ្ងៃនេះគឺសប្បាយចិត្តហើយក៏មានកិត្តិយសមែនតើបានភ្ញៀវកិត្តិយសដ៏ពិសេសព្រមជាមួយនឹងប្រធានបទដ៏សំខាន់ដើម្បីចែកជូនទៅដល់បងប្អូនទាំងអស់គ្នាអញ្ចឹងជួបជាមួយនឹងលោកជំទាវអួចជាច័ន្ទមលិកាដែលគាត់គឺជាប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារដែលហៅកាត់ថា NEA ជំរាបសួរបងបាទចាជំរាបសួរសុខសប្បាយសុខសប្បាយអូអធិស្ឋានបាទខ្ញុំភ្លេចសុំគាត់បាទលោកជំទាវបាទអធិស្ឋានបាទសុំហៅបងចាស្រីបានអាចនិយាយបានថាជាបុគ្គលិកផងនិងគឺជាអ្នកធ្វើការនៅក្នុងក្រសួងនេះប្រហែលជាប្រហែលឆ្នាំដែរបងអាចថាចុង2013 NEA នេះផ្ទាល់តែម្ដងគ្រាន់តែរៀនចាប់ភ្លាមចូលធ្វើការភ្លាមចាប៉ុន្តែពេលហ្នឹងរៀនផ្នែកអីដែរបញ្ញាបត្រផ្នែកជាសាស្ត្រសេដ្ឋកិច្ចនិងគ្រប់គ្រងហើយបន្ទាប់មកបន្តថ្នាក់អនុបណ្ឌិតផ្នែកការងារនិងធនធានមនុស្សយើងគិតតែពីរៀនណាយើងអត់បានថារៀនបដាយើងឆ្លៀតធ្វើការងារប័ណ្ណពិសោធន៍អីបដាដូចសម័យបច្ចុប្បន្ននេះឃើញថាបងប្អូនឬក៏បងប្អូនយុវជនយើងភាគច្រើនដោយអ្នកខ្លះគាត់និស្សិតឆ្នាំទី1ទី2តែឃើញគាត់ចាប់ដើមស្វែងរកការងារបដាបើសិនជាយើងអាចចាប់ដើមរកការងារចាប់ពីពេលដែលយើងកំពុងតែសិក្សាជួយយើងបានច្រើនពេលដែលយើងចូលធ្វើការពូឆ្លងកាត់ខ្លួនឯងផ្ទាល់ប្រហែលអីខ្លះដែរបងអាចរៀបរាប់សង្ខេបតិចបានទេកំឡុងពេលដែលមុនចូលដល់ការងាររបស់យើងក្រសួងរបស់យើងជួបផលលំបាកអីខ្លះធម្មតាពេលដែលរៀនវាអត់ដូចការងារជាក់ស្ដែងពេលយើងចូលធ្វើទេអញ្ចឹងការងារខ្លះយើងអត់យល់ផងបានន័យថាបងអត់ដែលមានបទពិសោធន៍ចាអញ្ចឹងការងារខ្លះយើងអត់យល់ថាអានឹងត្រូវធ្វើម៉េចទេហើយយើងធ្វើទៅក៏វាអត់មានលទ្ធផលដែលពេញចិត្តដែរចំណាយពេលរៀងយូរដើម្បីយើងស្វែងយល់ឬក៏យើងរៀនពីការងារមួយហ្នឹងកាពេលចូលមកដំបូងបងជាមន្ត្រីធម្មតាធ្វើទូទៅមានទាំងរដ្ឋបាលមានទាំងឯកសារមានទាំងអីទូទៅបន្ទាប់មកក៏ចូលជាមួយខាងធ្វើការងារពាក់ព័ន្ធចោះផ្ដោះផ្ដាលយុវជនផ្ដោះផ្ដាលឬក៏ផ្ដាល់ព័ត៌មានពួកគាត់ការត្រៀមខ្លួនធ្វើបែបម៉េចដើម្បីចាប់យកឱកាសការងារហើយភាគច្រើនការងារគឺធ្វើការងារជាមួយខាងយុវជនច្រើនសិស្សនិស្សិតមានក្រសួងនៅក្នុងប្រទេសកម្ពុជាយើងច្រើនគួរសមដែរប៉ុន្តែមូលហេតុអីបងជ្រើសរើសក៏ដូចសមាជិកចូលមកធ្វើការនៅក្នុងក្រសួងការងារវាអាចថាពាក់ព័ន្ធមួយທາງយើងរៀនផ្នែកហ្នឹងយើងចង់បំរើការងារនៅវិស័យការងារផងហើយអាចថាកាន់ពេលចានិស័យអូនិស័យមកក្រសួងតែម្ដងបាទចានិស័យរហូតដល់បច្ចុប្បន្នខ្ញុំមានសំណួររៀងសាមញ្ញបន្តិចចង់សួរបងចេះជាទូទៅបើនិយាយពីបុគ្គលិកឬក៏ internship អ្នកខ្លះគាត់ធ្វើការក្នុងមួយថ្ងៃ5ម៉ោង8ម៉ោង10ម៉ោងឬក៏12ម៉ោងចុះសំណៃបងវិញអុកញ៉ាឬក៏ជំទាវគាត់ធ្វើការមួយថ្ងៃប្រហែលម៉ោងតាមធម្មតាដូចថានៅតាមឯកជនឬក៏រដ្ឋគេមានថ្ងៃធ្វើម៉ោងធ្វើការចេញចូលអីគេមានអីចែកតែយើងចូលពីព្រឹកហើយយើងរវល់យើងមិនអាចទៅចោលការងារបានចឹងត្រូវតែនៅបង្ហើយការងារខ្លះយើងរវល់ដល់ថ្ងៃសៅរ៍អាទិត្យក៏យើងអាចបដិសេធបានដែរព្រោះនៅក្នុងវិស័យការងារវាមានក្រុមហ៊ុនវាមានរោងចក្រវាមានសហគ្រាសក្រុមហ៊ុនរោងចក្រសហគ្រាសខ្លះគឺគាត់អត់បិទដំណើរការសៅរ៍អាទិត្យទេអញ្ចឹងក្រៅពី NDA ក៏មន្ត្រីនៅក្នុងក្រសួងក៏គាត់ធ្វើការងារដាក់វេនគ្នាទាំងសៅរ៍អាទិត្យទាំងថ្ងៃឈប់សម្រាកអីដែរគឺខ្លាចថាបង្ការវាមានករណីអីបញ្ហាយើងអាចឆ្លើយតបបានភ្លាមអញ្ចឹង
អាចនិយាយថាធ្វើលើម៉ោង អូធ្វើលើម៉ោងបងនិយាយចឹងខ្ញុំដូចជាអាណិតបងដែរបាទចឹងបានន័យថាជំរាបធីមគាត់អត់សូវជួយបងទេក៏មិនដែរនិយាយដើមពួកគាត់ទៀតបងផ្ទាល់ពួកគាត់អត់នៅបាទ ធីមគឺនៅទាំងអស់គ្នាតែព្រោះចឹងនិយាយថាតែយើងរវល់យើងមិនអាចទៅការងារអីមួយតាមម្នាក់ឯងទៅដោយរលូនទេតមានចាមានក្រុមការងារបន្ថែមការវិលត្រឡប់បងប្អូនពលករយើងអញ្ចឹងតម្រូវឲ្យខាងក្រសួងការងារហើយក៏ដូចជាទីភ្នាក់ងារជាតិរបស់ការងារហ្នឹងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងឱកាសការងារហើយនឹងព័ត៌មានការបណ្ដុះបណ្ដាលផ្សេងទៅដល់ពួកគាត់អញ្ចឹងគឺយើងធ្វើការងារច្រើនទាំងចុះទៅតាមបណ្ដាខេត្តទាំងការតំណែងពីថ្នាក់កណ្ដាលទៅតាមរយៈទូរស័ព្ទហើយការគ្រប់គ្រងអីជាដើមហ្នឹងគឺយើងធ្វើការងារច្រើនក្រសួងការងារឬក៏ហៅកាត់ថា NEA តើបច្ចុប្បន្នគាត់បានដើរតួនាទីអ្វីខ្លះដែរបាទតួនាទីសំខាន់របស់ NEA ទី1គឺផ្ដល់សេវាការងារដែលអ្នកណាក៏ដោយឲ្យតែចង់ស្វែងរកការងារគឺ NEA ផ្ដល់សេវានឹងជូនស្វែងរកការងារដោយដែលយើងដឹងស្រាប់ហើយតែចាប់ពីអាយុ18ឡើងអញ្ចឹងគាត់អាចមកចុះឈ្មោះស្វែងរកការងារប៉ុន្តែជាទូទៅយើងលើកទឹកចិត្តឲ្យគាត់បន្តការសិក្សាចែកថាទាំងឧត្តមសិក្សាឬក៏ជំនាញបច្ចេកទេសវិជ្ជាជីវៈអញ្ចឹងក្រៅពីសិស្សនិស្សិតសេវាការងារក៏យើងផ្ដល់ជូនក្រុមហ៊ុនរោងចក្រសហគ្រាសដែរគឺពាក់ព័ន្ធនឹងការជួយស្វែងរកបុគ្គលិកអញ្ចឹងគាត់ផ្ដល់ព័ត៌មានហ្នឹងមកបងមកបើសិនជាមកត្រូវជាមួយអ្វីដែលយើងកំពុងតែមាននៅក្នុងដៃហ្នឹងគឺយើងនឹងបញ្ជូនបេក្ខជនហ្នឹងជូនគាត់ចា៎ NEA យើងមានផ្ដល់សេវានៅតាមមជ្ឈមណ្ឌលការងារដែលយើងហៅថាជាការិយាល័យផ្ដល់សេវាជួរមុខឧទាហរណ៍ថាមានអ្នកដែលគាត់ចង់ដើរចូលមកដើម្បីចុះឈ្មោះស្វែងរកព័ត៌មានគាត់អាចដើរចូលមកបានអញ្ចឹងបច្ចុប្បន្នយើងមាន14ទីតាំងទាំងនៅរាជធានីភ្នំពេញនៅក្នុងក្រសួងការងារផ្ទាល់ហើយយើងមានជាមជ្ឈមណ្ឌលការងារចល័តដែរជាទម្រង់ឡានចឹងនៅក្នុងហ្នឹងយើងឆ្នៃឡានហ្នឹងទៅជាដូចកូន office ទូចមួយយើងមានផ្ដល់ព័ត៌មានឱកាសការងារយើងផ្ដល់ការចុះឈ្មោះស្វែងរកការងារផ្សេងឬក៏ Telegram ក៏ច្រើនដែរគាត់ផ្ញើជា CV មកហើយយើងយកមកផ្ទៀងផ្ទាត់មើលត្រូវជាមួយនឹងឱកាសការងារពេលណាយើងនឹង refer ជូនគាត់ចឹងណាបាទថ្ងៃនេះយើងក៏មានជាវីដេអូមែនតើទៅវីដេអូហ្នឹងឯងដែរមានឱកាសបាទធ្វើឲ្យខ្ញុំមកដល់ទីនេះបានជួបជាមួយបងផងដូចជាបានមើលនៅបងបានមើលវីដេអូ TVC ហ្នឹងតាក់ទងជាមួយវិព័ន្ធការងារបានមើលខ្លះអញ្ចឹងខ្ញុំអត់ធម្មតាមើលវាតែខ្ញុំអញ្ចឹងបងអញ្ចឹងខ្ញុំក៏ចង់ទស្សនាដែរអញ្ចឹងយើងមកទស្សនាជាមួយនឹងវីដេអូហ្នឹងសិនហើយបន្តទៀតយើងនឹងចូលដល់ធានបទរបស់យើងតែម្ដងបាទអូយ៉ាមិនយល់របាយការណ៍ខ្ញុំមិនបានពិនិត្យមើលចាអូប៉ែហ្នឹងបងផ្ទះខ្ញុំបងផ្ទះខ្ញុំជាមួយទៀតឃើញខ្ញុំឡើយធំផ្ទះនេះអត់ការងារធ្វើបងបាទមួយសំណាសូយ៉ាអាយ៉ាកើតអីហ្នឹងបងពងពិបាកចិត្តអូគេចង់មកធ្វើការនៅប្រទេសយើងវិញតែអត់ដឹងឱកាសងារធ្វើនៅណាមួយបន្ទប់សូឡាស្អាតហ្នឹងឡើងភីងបាទភីងតែអត់ការងារធ្វើទេការងារនឹងជំនាញល្អចង់រកការងារធ្វើមែនទេពីពណ៌ការងារនឹង1297ពីពណ៌ការងារនិងផលិតភាពជាតិឆ្នាំ2025នេះឆ្នាំមុនថ្ងៃទី1និងទី2ខែវិច្ឆិកានៅអគារពីពណ៌កោះពេជ្រជួបផ្ទាល់ជាមួយក្រុមហ៊ុនធំជាង150ឱកាសការងារជាង30000កន្លែងដាក់ពាក្យភ្លាមសម្ភាសភ្លាមនិងលទ្ធផលភ្លាមសិក្ខាសាលាស្ដីពីវិថីឈ្មោះទៅរកផលិតភាពផ្សារភ្ជាប់ជំនាញបច្ចេកវិទ្យានិងឱកាសការងារកុំភ្លេចត្រៀម CV ចូលរួមដោយសេរីនិងដាក់ពាក្យតាមអនឡាញផងដែរគង់តែបាន1297ផ្ដល់ព័ត៌មានអំពីពិព័រណ៍ការងារនិងផលិតភាពជាតិទើបខ្ញុំទទួលបានការងារដូចថ្ងៃនេះហ្នឹងបានទៅចូលក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារនិងផលិតភាពជាតិទើបខ្ញុំទទួលបានការងារថ្មីអញ្ចឹងសូមកុំភ្លេចទៅចូលរួមពិព័រណ៍ការងារនិងផលិតភាពជាតិទាំងអស់គ្នាសហការច្រើនមែនតើបាទអរគុណបងបាទអូបាទតាមពិតបងត្រូវសួរខ្ញុំថាចាមិនได้ឃើញវីដេអូហ្នឹងពុទ្ធដោយសារបងបានឃើញវីដេអូឆ្នាំមុនអញ្ចឹងវីដេអូឆ្នាំនេះយើងព្យាយាមធ្វើអីឲ្យយើងដូចថាល្អជាងមុនតាក់ទាញជាងមុនហើយ
នៅក្នុងន័យនេះគឺទាំងសិស្សនិស្សិតឬក៏អ្នកដែលគាត់កំពុងតែមានការងារហើយគាត់ចង់ផ្លាស់ប្ដូរការងារក៏អាចមកចូលរួមនៅក្នុងកម្មវិធីពិព័រណ៍យើង បច្ចុប្បន្នក៏បងប្អូនពលករដែលវិលត្រឡប់ពីប្រទេសជិតខាងយើងហ្នឹងបើគាត់មានបំណងចង់ស្វែងរកការងារគាត់ក៏អាចចូលរួមនៅក្នុងថ្ងៃហ្នឹងបានផងដែរយើងមានជាគេហៅក្រុមហ៊ុនឬក៏រោងចក្រដែលគាត់ចូលរួមហើយកំពុងតែត្រូវការរើសកម្មករកម្មការនីដែលអាចត្រូវជាមួយពួកគាត់ យ៉ាងម៉េចដែរបាទពេលឃើញប្អូនបាទបងប្អូនបត់បាទ តាសំសង្ហា សំបងសំអាប្លង់អត់ការងារឬក៏សំអាប្លង់មានការងារ ទាំងពីរ អូទាំងពីរអូយបាទអញ្ចឹងអរគុណទៅដល់ខាងក្រសួងការងារ NEA បាទនេះគឺជា opportunity បាទជាឱកាសមួយបាទសម្រាប់ខ្ញុំផងដែរហើយសប្បាយចិត្តនៅពេលដែលបានធ្វើការជាមួយក្រុមការងារទាំងអស់គ្នាបាទគាត់និយាយថា slow ទៅតែ slow ហ្នឹងហើយពួកគាត់សកម្មជាមួយនឹងការងារមែនទេបាយឆ្ងាញ់ទៀតបង ចាឆ្ងាញ់នេះ បាយឆ្ងាញ់បាយសាច់មាន់ពេលព្រឹកស្រួយតែម្ដងបាទសាច់ស្រួយតែម្ដងអូខេបាទអធិស្ឋានបាទលេងសើចតិច ថតមានធម្មពល ប៉ុន្តែបងអូគួរតែនិយាយណាខ្ញុំបាយព្រឹកនេះញ៉ាំហូបថ្ងៃទេ អូ បាទដោយសារតែខ្ញុំ fasting បាទខ្ញុំចង់ដឹងតិចតាក់ទងជាមួយនឹងនិយមន័យឬក៏ដូចម្ដេចដែលហៅថាពិព័រណ៍ការងារនិងផលិតភាពជាតិបង គេហៅថាព្រឹត្តិការណ៍មួយប្រចាំឆ្នាំហើយព្រឹត្តិការណ៍ដ៏ធំដែលយើងរៀបចំឡើងរវាងអ្នកដែលកំពុងតែត្រូវការការងារហើយនិងអ្នកដែលកំពុងត្រូវការបុគ្គលិក បាទបាទ អញ្ចឹងមិនត្រឹមតែជាកន្លែងមួយដែលអាចដាក់ពាក្យសម្ភាសការងារក៏ជាបណ្ដុំព័ត៌មានដែលចង់មកស្វែងយល់ពាក់ព័ន្ធនឹងជំនាញណាដែលកំពុងតែមានតម្រូវការទីផ្សារការងារគាត់ក៏អាចចូលរួមបានផងដែរព្រោះដោយសារថាអ្នកដែលគាត់ចូលរួមគឺសិតសិនតែជាគេហៅអ្នកជំនាញខាងផ្នែកទុនធានមនុស្សHR នៅតាមក្រុមហ៊ុនអញ្ចឹងគាត់សិតសឹងតែជាអ្នកមានបទពិសោធន៍អញ្ចឹងពេលបងប្អូនចូលទៅអាចឬថាសួរព័ត៌មានថាធ្វើម៉េចខ្ញុំអាចដាក់ពាក្យចូលទៅធ្វើការនៅក្រុមហ៊ុននឹងបានអីអញ្ចឹងណា ចា៎ ចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំណាដែរបងចាំបាទនេះ ចាំបានគឺឆ្នាំ2011ដំបូងលើកទី1ហើយកាលហ្នឹងដូចជានៅវិទ្យាស្ថានជាតិអប់រំប៉ុន្តែបន្ទាប់ពីហ្នឹងទៅឃើញថាមានការចាប់អារម្មណ៍ហើយចាច្រើនពីបណ្ដាក្រុមហ៊ុនហើយក៏មានអ្នកចូលរួមច្រើនធ្វើឲ្យការរៀបចំពិព័រណ៍ប្រចាំឆ្នាំរបស់យើងហ្នឹងកាន់តែពង្រីកពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់បច្ចុប្បន្ននេះ CV អាចរៀបឲ្យបានច្រើនអស់លទ្ធភាពព្រោះយើងមានច្រើនក្រុមហ៊ុនច្រើនមុខតំណែងអញ្ចឹងខាងក្រុមការងារក៏គាត់ធ្វើការផ្សព្វផ្សាយទៅតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដែរពាក់ព័ន្ធនឹងថាតើក្រុមហ៊ុននេះមានរើសជំនាញអីមុខតំណែងអីអញ្ចឹងបើសិនជាគាត់ចាប់អារម្មណ៍មុខតំណែងមួយណាគាត់អាចដាក់ពាក្យអ្នកខ្លះគាត់ថាគាត់យក10 CV ទៅអញ្ចឹងគាត់ចាគាត់ដាក់តាមមួយក្រុមហ៊ុនផ្សេងៗអញ្ចឹងជួនកាលមានក្រុមហ៊ុន call ទៅពួកគាត់ច្រើនប៉ុន្តែឃើញបច្ចុប្បន្ននេះក្រុមហ៊ុនមួយចំនួនក៏គាត់ទទួល CV តាម digital ដែរបងប្អូនយុវជនអីក៏គិតថាគាត់មិនសូវពិបាកយល់រឿងហ្នឹងដែរអញ្ចឹងគាត់អាច save CV គាត់ជា PDF ឬក៏អីនៅក្នុងទូរស័ព្ទទៅក្នុងករណីដែលថាគេអាច scan ផ្ញើបានយើង scan វឹបទៅចា ចុះពេលដែលយើងទៅនឹងបងតើយើងត្រូវស្លៀកពាក់អាវក្រសេទៅសម្ភាសដែរឬក៏របៀបថាមកសំរុំស្អាតបានហើយបង មកសំរុំព្រោះពេលទៅអាចថាជាកម្មវិធីព្រឹត្តិការណ៍ឬក៏អីដែលវាមិនមែនជាទៅក្រុមហ៊ុនគេប៉ុន្តែបើយើងស្លៀកពាក់មិនសមរម្យពេលយើងជួបជាមួយ HR គេហើយយើងចង់ធ្វើការងារនៅក្នុងក្រុមហ៊ុនហ្នឹងវាអាចពិបាកដែរចា៎ហើយទាំងការនិយាយស្ដីផងដែរអញ្ចឹងណាពេលយើងនេះក៏យើងគួរតែត្រៀម បាទឮពីក្រុមការងារមកតែម្ដងគាត់បានប្រាប់ខ្ញុំថាឆ្នាំនេះខុសប្លែកពីរាល់ឆ្នាំ កម្មវិធីរបស់យើងនៅអាគារពិព័រណ៍ បាទ អញ្ចឹងនៅក្នុងហ្នឹងមានតាំងបង្ហាញឱកាសការងារជាច្រើនអញ្ចឹងទៅ ពិព័រណ៍កោះពេជ្រយើងហ្នឹង ចាកោះពេជ្រហ្នឹងអញ្ចឹងនៅក្នុងអាគារពិព័រណ៍យើងនឹងមានអញ្ជើញវាគ្មិនជោគជ័យនៅក្នុងអាជីពណាមួយគាត់នឹងមកចែកម្លែកថាជោគជ័យឬអាចមកដល់ថ្ងៃនឹងបានជូនដល់សន្និសិទរបស់យើងតែដោយឡែកនៅក្នុងអាគារមួយទៀតប្រកួតប្រជែងពាក់ព័ន្ធនឹងប្រធានបទផលិតភាពការងារវាសំខាន់ណាស់វាដើរតួនាទីសំខាន់ធ្វើយ៉ាងម៉េចដើម្បីឲ្យការងាររបស់យើងកាន់តែមានប្រសិទ្ធភាពជាងមុនចេញពីផ្ដើមចេញពីបុគ្គលិកដែលកំពុងធ្វើការងារនឹងផ្ទាល់ហើយក៏អាចផ្ដើមចេញពីបងប្អូនយុវជនដែលជាកម្លាំងពលកម្មចូលទៅក្នុងទីផ្សារការងារអញ្ចឹងយើងចង់ជំរុញឲ្យមានការយល់ដឹងជំរុញឲ្យមានការបំផុសគំនិតពាក់ព័ន្ធនឹងផលិតភាពការងារហ្នឹងដើម្បីដោយថាឲ្យយុវជនយើងបានត្រៀមខ្លួនឲ្យនឹងស្វែងយល់ពីចំណុចហ្នឹងពេលដែលគាត់ចូលធ្វើការងារទៅវាជំរុញអាការ
ឧទាហរណ៍ណាថាជំរុញការផលិតរបស់គេឬក៏ជំរុញប្រសិទ្ធភាពក្រុមហ៊ុនរបស់គេនឹងកាន់តែប្រសើរជាងមុនចុងក្រោយយើងជំរើសយកលេខ1លេខ2លេខ3ហើយអញ្ចឹងវគ្គផ្ដាច់ព្រាត់យើងយកដាក់នៅក្នុងកម្មវិធី2000ហ្នឹងតែម្ដង ចាបានលុយមែនបង បានរង្វាន់លើកទឹកចិត្ត 17 Pro Max អត់តាំងច្បាស់ថាម៉េច អធិស្ឋានបងអូខេនិយាយលេងទេបងអញ្ចឹងតកតជាមួយនឹងពិព័រណ៍ការងារនៅក្នុងឆ្នាំនេះអ្វីដែលពិសេសនិងសំខាន់មួយទៀតគឺតកតជាមួយនឹងបងប្អូនពលករដែលគាត់ចំណាក់ស្រុក ចាលើកទឹកចិត្តឲ្យបងប្អូនពលករដែលគាត់វិលត្រឡប់ពីប្រទេសអាចមកចូលរួមកម្មវិធីថ្ងៃ1ថ្ងៃ2ខែវិច្ឆិកានេះបាននៅកោះពេជ្រគាត់អាចមានតែជាប្រវត្តិរូបខ្លីសាមញ្ញអីកាន់មកជាមួយហើយអាចថាភ្ជាប់ជាមួយឯកសារណាដែលបញ្ជាក់ថាគាត់ឈ្មោះនឹងអីប៉ិតមែនអញ្ចឹងទៅហើយជួបជាមួយខាងក្រុមហ៊ុនព្រោះនៅក្នុងពិព័រណ៍យើងក៏មានអញ្ជើញជាប្រភេទរោងចក្រនៅក្នុងវិស័យឧស្សាហកម្មហ្នឹងគាត់ចូលរួមដែរ រាល់ឆ្នាំមានរោងចក្រនឹងដែរថាបង កាលឆ្នាំកន្លងទៅមានតិចប៉ុន្តែឆ្នាំនេះយើងស្វែងរករោងចក្រឲ្យបានច្រើនដើម្បីបង្កើតជាឱកាសសម្រាប់បងប្អូនពលករយើងក៏អាចចូលរួមប៉ុន្តែយើងក៏មានបង្កើតជា platform online មួយនៅតាមបណ្ដាខេត្តផ្សេងៗគាត់ក៏អាចចូលបានដូចគ្នាដែរចាអញ្ចឹងសម្រាប់ក្រុមហ៊ុនដែលគាត់ចូលរួមផ្ទាល់គាត់ក៏មានបង្ហាញឬក៏បង្ហោះឱកាសការងារនៅក្នុង platform នឹងដែរ ចឹងសកម្មថាបងប្អូនទាំងអស់គ្នាជាពិសេសនិយាយទៅប្រជាជនបាទគ្រប់វ័យតែម្ដងគាត់អាចបាទចូលរួមជាមួយនឹងពិព័រណ៍ការងារនៅក្នុងឆ្នាំនេះអាចថាប្លែកជាងហើយសម្បូរបែបជាងរាល់ឆ្នាំបងមានចំណុចពិសេសមួយទៀតនៅក្នុងថ្ងៃហ្នឹងគឺសម្ភារភ្លាមដឹងលទ្ធផលភ្លាមចាអញ្ចឹងអូណែដឹងពាក់ខែខ្លួនឯងហ្មងនៅពេលហ្នឹងតែម្ដងមើលទៅ250ចាអូខេបាទអរគុណបងមែនតើថ្ងៃនេះខ្ញុំមាន2-3សំណួរទៀតមុននឹងយើងបញ្ចប់ជាមួយនឹងវីដេអូហ្នឹងតែម្ដងអាចថាជាសំណួរទូទៅបងប្អូនទាំងអស់គ្នាជាពិសេសយុវវ័យគាត់ប្រកាសជាចង់ដឹងហើយបងខ្ញុំជឿថាបងក៏បានឆ្លៀតពេលនៅក្នុងការសម្រាកលំហែខួរក្បាលលេង Facebook លេង TikTok អីចឹងដែរសប្តាហ៍ថ្ងៃនេះគឺមានបងប្អូនជាច្រើនជាពិសេសយុវវ័យលាឈប់ពីការងារតែម្ដងអ្នកខ្លះក៏គាត់ burn out ខ្ញុំមិនដឹងថាហ្នឹងវាគឺជា trending វាគឺជាការពេញនិយមសម្រាប់ពួកគាត់ឬក៏ការធ្វើតាមគ្នាឬក៏គាត់គ្រាន់តែចង់ធ្វើ content នឹងដើម្បីតាក់ទាញចំណាប់អារម្មណ៍អញ្ចឹងសម្រាប់បងយល់យ៉ាងណាដែរជាមួយនឹងបញ្ហាមួយនេះពាក់ព័ន្ធនឹងបញ្ហានេះតែពិតទៅអាចថាNA ជួបប្រទះជាងច្រើនដែរដូចថាអញ្ចឹងនៅពេលដែលគាត់ចាប់ដើមការងារដំបូងអាចជាការងារដែលគាត់ធ្វើសិនក្នុងគោលបំណងអីមួយអញ្ចឹងពេលខ្លះគាត់ដូចជាមានអារម្មណ៍ថាគាត់អត់ស្រឡាញ់បុគ្គលិកលក្ខណៈរបស់គាត់វាអត់ត្រូវជាមួយនឹងការងារហ្នឹងធ្វើឲ្យគាត់ឡើងចង់ធ្វើគាត់អាចដាក់ពាក្យរកការងារណាផ្សេងដែលគិតថាវាត្រូវជាមួយនឹងបុគ្គលិកលក្ខណៈអាចនិយាយបានថាដូចបងបទពិសោធន៍បងអញ្ចឹងថាពេលទៅតែរៀនចប់ចូលធ្វើការអត់មានបទពិសោធន៍នៅឯកន្លែងការងារផ្ទាល់ជាក់ស្ដែងអញ្ចឹងពេលចូលធ្វើការវាអាចលក្ខណៈថាវាត្រូវការមានចំណេះដឹងផ្នែកប្រាស្រ័យទាក់ទងផ្នែកដោះស្រាយបញ្ហាការគ្រប់គ្រងពេលវេលានោះវាត្រូវការជំនាញអស់ហ្នឹងដើម្បីធ្វើការទៅមុខពេលដែលគាត់ធ្វើទៅវាអត់បានល្អចឹងពេលខ្លះធ្វើឲ្យគាត់សម្ញទៅហៅបាក់ទឹកចិត្តអីចឹងទៅគាត់អាចដាក់ពាក្យលាឈប់បងប្អូនយុវជនយើងគួរតែដូចថាមុននឹងសម្រេចចិត្តជ្រើសរើសការងារហ្នឹងយើងគួរតែពិចារណាដូចថាចាបានច្បាស់លាស់ថាឥឡូវយើងគួរតែស្វែងយល់ថាមុខតំណែងមួយហ្នឹងនៅពេលដែលយើងចូលធ្វើទៅតើគេត្រូវធ្វើអីខ្លះតើវាត្រូវជាមួយនឹងបុគ្គលិកលក្ខណៈរបស់យើងអត់វាត្រូវជាមួយនឹងចំណង់ចំណូលចិត្តយើងអត់ប៉ុន្តែវាភ្ជាប់មួយនឹងជំនាញដែរចាជួនកាលយើងចង់ធ្វើការងារហ្នឹងប៉ុន្តែយើងអត់មានជំនាញហ្នឹងទេអញ្ចឹងឧទាហរណ៍ថាអញ្ចឹងយើងគួរតែទៅពង្រឹងជំនាញហ្នឹងសិនមុននឹងទៅយើងធ្វើការងារហ្នឹងបានយើងអាចថាទៅដោយរលូនអញ្ចឹងណារបៀបថាចេះគាត់ពេលខ្លះគាត់អាចគិតនៅរយៈពេលខ្លីចាប៉ុន្តែយើងត្រូវគិតថាចេះពេលខ្លះការងារហើយនៅបាត់ពិសោធន៍វាទៅតាមពេលវេលាអញ្ចឹងយើងអាចថាលើកទឹកចិត្តឲ្យស៊ូឲ្យបានពេលវេលាយើងវែងជាងហ្នឹងអញ្ចឹងណាព្រោះយើងត្រូវមើលដែរថាឥឡូវយើងការងារហ្នឹងប្រាក់ខែប៉ុណ្ណឹងបើយើងធ្វើការងារយូរទៅយើងបានបាត់ពិសោធន៍ធម្មតាទេរោងចក្រឬក៏នយោជកគេត្រូវការអ្នកដែលមានសមត្ថភាពអីអញ្ចឹងយើងប្រឹងពង្រឹងសមត្ថភាពគប់ផ្សំជាមួយនឹងបាត់ពិសោធន៍របស់យើងគេអាចបន្លើងជាប្រាក់ខែឬក៏ឡើងជាមុខតំណែងទូនទីថែមទៀតអីចាដូចកម្មចនាអញ្ចឹងឧទាហរណ៍ថាបើយើងចង់សម្រេចអីមួយយើងត្រូវដឹងខ្លួនឯងថាយើងចាប់ពីកម្មចនាកម្មទីប្រមាណទៅ
ចឹងឧទាហរណ៍ថាបើយើងបោះបង់ចោលកម្មចដាណាមួយវាត្រូវបាត់អាខាងក ហើយ ពូល ត្រូវចុះ ចា ចុះ ហើយ មក ទៅ វិញ ចោះ ទៀត ត្រឡប់មកវិញ បាទ អញ្ចឹងយើងនិយាយថាយើងគិតឲ្យវារយៈពេលវែងអញ្ចឹងណា តើតើជាមួយនឹងបងប្អូនពលករដែលគាត់ធ្វើការបាទចំណាក់ស្រុកបាទចេញពីទីនោះលាឈប់ពីទីនោះភ្លាមដោយសារតែកត្តាជាច្រើនបាទដែលកំពុងតែកើតឡើងក្នុងពេលបច្ចុប្បន្ននេះអញ្ចឹងណាអញ្ចឹងជាចុងក្រោយតើបងមានអ្វីចង់និយាយទៅកាន់បងប្អូនដែលជាពលករចំណាក់ស្រុកពីប្រទេសជិតខាងក៏ដូចជាប្រទេសផ្សេងៗទៀតដែរ ចាយើងឃើញថាមួយរយៈចុងក្រោយនេះយើងមានការវិលត្រឡប់ចំនួនច្រើនហើយ ច្រើនខុសពីរាល់ដងតែម្ដងបាទ យើងជួយតាំងពីនៅច្រកព្រំដែននិយាយទៅបច្ចុប្បន្នក៏នៅមានគេហៅមន្ត្រីប្រចាំការនៅតាមច្រកព្រំដែនសំខាន់ដើម្បីជួយសម្រួលការចូលរបស់ពួកគាត់ហើយនឹងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងឱកាសការងារ បាទ គឺក្រុមការងារ NEA នឹងចុះទៅដល់មូលដ្ឋានរបស់គាត់ទៅតាមស្រុកតាមអីចឹងយើងធ្វើការងារនឹងកន្លងមកនៅខេត្តដែលមានពលករច្រើនណាចឹងយើងចុះទៅយើងផ្សព្វផ្សាយព័ត៌មានឱកាសការងារហើយយើងនាំក្រុមហ៊ុនទៅដើម្បីរើសហ្មងចឹងគាត់អាចមកដាក់ពាក្យផ្ទាល់អញ្ចឹងហើយមួយទៀតឧទាហរណ៍ថាអ្នកខ្លះគាត់អត់បានចូលរួមកម្មវិធីវេទិកាការងារគាត់អាចតាក់ទងមកលេខ1297អ្នកណាក៏អាច call មកបានដែរហេតុអស់ជាគេហៅគិតថ្លៃទូរស័ព្ទទេចា ចាអញ្ចឹង តែ គាត់អាច 24ម៉ោងឬក៏មិនដែរបង បច្ចុប្បន្នមានមន្ត្រីប្រចាំការនៅដល់ម៉ោង8ប៉ុន្តែពីច័ន្ទដល់អាទិត្យ អូខេ ចា អូ ចា រាល់ថ្ងៃតែម្ដងបាទអញ្ចឹងចុងក្រោយក៏អរគុណទៅដល់បងដែលបានចូលរួមនៅក្នុងវីដេអូមួយនេះផងដែរហើយមុននឹងបិទបញ្ចប់វីដេអូក៏ជំរាបជូនប្រាប់បងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលកំពុងតែស្វែងរកការងារពិសេសគឺបងប្អូនពលករដែលគាត់ចំណាក់ស្រុកពីប្រទេសជិតខាងកុំភ្លេចបាទចូលរួមជាមួយនឹងពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ2025ដែលយើងរៀបចំឡើងនៅថ្ងៃទី1និងទី2ខែវិច្ឆិកាឆ្នាំ2025 ទីតាំងនៅឯសាលពាណិជ្ជកម្មនិងពិព័រណ៍កោះពេជ្រដែលឆ្នាំនេះយើងធ្វើឡើងនៅក្រោមប្រធានបទវិថីឆ្ពោះទៅរកផលិតភាពជាតិផ្សារភ្ជាប់ជំនាញបច្ចេកវិទ្យានិងឱកាសការងារផងដែរមានក្រុមហ៊ុនសហគ្រាសនិងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលដែលបានចូលរួមធ្វើការដាក់បង្ហាញចំនួនប្រមាណជា150ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្មជ្រើសរើសពលករប្រមាណជាង 30000 កន្លែង ចំណុចសំខាន់មួយនិងចំណុចពិសេសមួយដែលបងប្អូនត្រូវដឹងនៅក្នុងថ្ងៃហ្នឹងគឺនៅពេលដែលបងប្អូនដាក់ពាក្យភ្លាមសម្ភាសភ្លាមដឹងលទ្ធផលភ្លាមតែម្ដងអញ្ចឹងកុំភ្លេចចូលរួមទាំងអស់គ្នាផងដែរអញ្ចឹងជំរាបជូនប្រាប់បងប្អូនទាំងអស់គ្នាម្ដងទៀតបាទនេះមិនមែនជាកម្មវិធីផ្លូវការធំដុំអីទេគ្រាន់តែជាវីដេអូ content តូចតាចមួយទេហើយយើងនឹងជួបបងប្អូនទាំងអស់គ្នានៅវីដេអូក្រោយបាទអរគុណបងបាទ